안녕하세요, 여러분. 수스타인의 땅학니ថ្ងៃនេះ គឺយើងមករៀន 문법 고 있어요. 고 있어요. 자, 문법 고 있어요. យើងមើលសំណួរ គេសួរថា 미미씨 뭐 하고 있어요? 미미씨 뭐 하고 있어요? មានន័យថា 미미 អ្នកកំពុងធ្វើអ្វី 미미 ឆ្លើយថា 숙제를 하고 있어요. 너는요? 숙제를 하고 있어요. 너는요? 숙제 មានន័យថាកិច្ចការផ្ទះ 하고 있어요 មានន័យថាកំពុងធ្វើអញ្ចឹងមានន័យថាកំពុងធ្វើកិច្ចការផ្ទះ 너는요 ចោះអ្នកវិញអញ្ចឹងទៅជាខ្ញុំកំពុងធ្វើកិច្ចការផ្ទះចោះអ្នក A ក៏ឆ្លើយថា 저는 인터넷을 하고 있어요. 저는 인터넷을 하고 있어요. 인터넷 그 인터넷 하고 있어요 그លេងអញ្ចឹងកន្លែងនេះគឺមានន័យថាខ្ញុំកំពុងលេង 인터넷 អញ្ចឹង 문법 고 있어요 របស់យើងគឺមានន័យថាកំពុង អញ្ចឹង 고 있어요 មានន័យថាកំពុងណាកំពុង 고 있어요 ក្នុងការប្រើប្រាស់ 고 있어요 គឺយើងប្រើនៅពេលដែលកិរិយាសព្ទ 동사 មានដែលមានជើងឬក៏គ្មានជើងនិយាយទៅមានជើងក៏ដោយអត់មានជើងក៏ដោយគឺយើងបូកជាមួយនឹង 고 있어요 តែម្ដងលក្ខខណ្ឌគឺងាយៗឧទាហរណ៍ថា 먹다 មានន័យថាញ៉ាំមានន័យថាវាមានជើងអញ្ចឹងយើងត្រប់តាចោលនៅសល់តែ 먹 ទេអញ្ចឹង 먹 យើងបូកជាមួយនឹង 고 있어요 ទៅជាកំពុងញ៉ាំណាកំពុងញ៉ាំតែម្ដង 마시다 មានន័យថាផឹកអត់មានជើងទេអញ្ចឹងយើងត្រប់តាចោលនៅសល់ 마시 អញ្ចឹងយើងបូកជាមួយនឹង 고 있어요 ទៅជា 마시고 있어요. 마시고 있어요. មានន័យថាកំពុងផឹក 자, បន្ទាប់មក 공부하다. 공부하다 រៀនកន្លែង 하다 នេះ ដានេះយើងត្រប់ចោលអញ្ចឹង 하 នេះអត់មានជើងទេអញ្ចឹងយើងទៅជា 공부하고 있어요. 공부하고 있어요. អញ្ចឹងកិរិយាសព្ទដែលមានជើងឬក៏គ្មានជើងក៏ដោយយើងត្រប់ដាវាចោលហើយយើងបូកជាមួយនឹង 고 있어요 ជាការស្រេចហើយ 자, អញ្ចឹងបើសិនមានសំណួរអាចសួរ Sam បានហើយយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ សម្រាប់វីដេអូនេះគឺផលិតដោយក្តីញឹកមាត់នារវត្តដែលផលិតដោយគុនខ្មែរអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ